លៀងក្របបែកដល់ពេលត្រូវផ្ទុះហើយនឹងធ្វើឲ្យប្រទេសថៃចាប់ផ្ដើមផិតភ័យប្រកាសអាសន្នទូទាំងប្រទេសដើម្បីទប់ទល់នឹងភ្លៀងធ្លាក់បាក់មេឃនិងខ្យល់បក់បក់ខ្លាំងនៅថ្ងៃពុធនេះគណៈខ្យល់ម៉ូសុងបក់បក់ពីពេញនៅភាគខាងជើងភាគឦសានភាគខាងកើតនិងភាគខាងត្បូងសូម្បីតែសមុទ្រអានដាមែននៃភាគខាងត្បូងប្រទេសថៃនិងឈូងសមុទ្រថៃក៏កិច្ចបំផុតដែរនាយកដ្ឋានឧតុនិយមថៃបានជូនដំណឹងជាបន្ទាន់ឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ដ៏គំហុកព្រមទាំងការបាក់ដីជាពិសេសនៅតំបន់ទំនាបនិងតាមផ្លូវទឹកក្បែរជើងភ្នំកសិករត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នផងដែរដើម្បីការពារដំណាំកុំឲ្យមានការខូចខាតបន្ថែមលើពីនេះខ្យល់បក់ខ្លាំងនិងបង្កឲ្យផ្ទៃសមុទ្រមានសភាពគ្រោះថ្នាក់នៅសមុទ្រអានដាមែននិងឈូងសមុទ្រថៃដោយសារតែរលកអាចមានកម្ពស់ចាប់ពី2ទៅ3ម៉ែត្រនិងលើសពី3ម៉ែត្រពេលមានផ្គររន្ទះខ្លាំងនាវាទាំងអស់នៅសមុទ្រអានដាមែននិងឈូងសមុទ្រថៃក៏ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្ននិងជៀសវាងតំបន់ដែលមានផ្គររន្ទះផងដែរនាយកដ្ឋានថៃបានព្រមានបន្តថាទូកតូចៗនៅក្នុងតំបន់ទាំងនេះគួរតែនៅច្រាំងកុំចេញទៅនេសាទឲ្យសោះរហូតដល់ថ្ងៃសុក្រទើបអាចមានភាពស្ងប់ស្ងាត់ទៅវិញទន្ទឹមគ្នានេះខ្យល់ព្យុះត្រូពិចនៅសមុទ្រចិនខាងត្បូងត្រូវបានព្យាករណ៍ថានឹងកើនឡើងទៅជាព្យុះត្រូពិចនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះដោយឡែកងាកទៅមើលវិស័យបាល់ទាត់វិញថៃក៏យំមិនចេញដែរដោយសារតែកាលពីថ្ងៃអង្គារម្សិលមិញនេះបានចាញ់ក្រុមមកពីប្រទេសទូកមីនីស្ថានដែលជាក្រុមមានចំណាត់ថ្នាក់ទាបជាងគេរហូតទៅដល់44លេខនៅក្នុងលទ្ធផល1-3នៅក្នុងការប្រកួតជម្រុះសម្រាប់ការប្រកួតដណ្ដើមពានអាស៊ីខាប់នៅក្នុងឆ្នាំ2027រីឯវៀតណាមដែលល្បីថាជើងខ្លាំងនោះដែរក៏យំមិនចេញដូចគ្នាដោយចាញ់ម៉ាឡេស៊ី4-0